កាលពីព្រេងនាយមានបុរសម្នាក់ឈ្មោះថានាយសីហាគាត់គឺជាមនុស្សឧស្សាហ៍ព្យាយាមខ្លាំងណាស់ទៅលើការងារដោយសពថ្ងៃគាត់មិនទាន់មានគ្រួសារទេហើយគាត់គឺជាក្មេងកំព្រាផងដែរសម្រាប់មុខរបរប្រចាំថ្ងៃរបស់គាត់គឺជាកសិករហើយពឹងផ្អែកទៅលើការធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិតនាពេលមួយក្នុងភូមិរបស់គាត់បានជួបនៅគ្រោះរាំងស្ងួតជាខ្លាំងធ្វើឲ្យស្រែចម្ការរបស់គាត់និងរបស់ប្រជាពលរដ្ឋនៅក្នុងភូមិបានខូចខាតស្ទើរតែទាំងស្រុងហើយស្ថានភាពនេះនៅតែបន្តធ្វើឲ្យអ្នកភូមិបាននាំគ្នាចំណាក់ស្រុកចេញពីភូមិបណ្ដើមើលទៅស្ថានភាពដូចជាមិនល្អប្រសើរសោះគ្រោះរាំងស្ងួតមាននៅគ្រប់ទីកន្លែងនៅក្នុងភូមិស្រែចម្ការរបស់ខ្ញុំស្ទើរតែខូចខាតទាំងស្រុងហើយមើលទៅវាហាក់ដូចជាមិនល្អទេបើខ្ញុំបន្តរស់នៅក្នុងភូមិនេះទៀតមើលទៅខ្ញុំប្រហែលជាត្រូវចាក់ចេញពីភូមិមួយរយៈធំហើយដើម្បីរកការងារធ្វើសីហាក៏ចេញដំណើរទៅកាន់ភូមិមួយផ្សេងទៀតដើម្បីស្វែងរកការងារធ្វើពេលគាត់កំពុងដើរគាត់បានទៅដល់ភូមិមួយផ្សេងទៀតក៏ប៉ុន្តែគាត់គ្មានកន្លែងស្នាក់នៅទេហើយការងារក៏គាត់រកមិនទាន់បានដែរគាត់បន្តដំណើរទៅមុខទៀតពេលនោះគាត់ក៏បានដើរទៅដល់ផ្ទះអ្នកមានម្នាក់ឈ្មោះថាពូសានជំរាបសួរលោកពូខ្ញុំឈ្មោះសីហាខ្ញុំមកពីភូមិមួយផ្សេងទៀតដែលកំពុងតែជួបគ្រោះរាំងស្ងួតនៅក្នុងភូមិស្រែចម្ការរបស់ប្រជាជនបានរីងស្ងួតហើយអ្នកភូមិខ្វះខាតទឹកប្រើប្រាស់ខ្លាំងណាស់តើពូមានត្រូវការជ្រើសរើសអ្នកធ្វើការបន្ថែមទៀតទេលោកពូប្រសិនបើលោកពូមានអាចផ្ដល់ការងារខ្លះដល់ខ្ញុំបានទេខ្ញុំនឹងដឹងគុណលោកពូយ៉ាងខ្លាំងអូស្ថានភាពនៅក្នុងភូមិរបស់អ្នកហាក់ដូចជាអាក្រក់ណាស់មិនអីទេខ្ញុំមានការងារមួយសម្រាប់អ្នកប៉ុន្តែខ្ញុំមិនប្រកាសថាអ្នកនឹងអាចទ្រាំទ្រនឹងវាបានដែរឬទេសូមកុំបារម្ភអីលោកពូអាចផ្ដល់ការងារអ្វីក៏បានដែរឲ្យខ្ញុំនឹងធ្វើវាដោយការខិតខំប្រឹងប្រែងនិងស្មោះត្រង់លើការងារមិនអីទេសីហាស្ដាប់ពូដោយយកចិត្តទុកដាក់ពូមានក្របីចំនួន70ក្បាលជារៀងរាល់ថ្ងៃក្មួយត្រូវតែសម្អាតលាមករបស់វាហើយផ្ដល់ចំណីនិងទឹកដល់វារាល់ពេលព្រឹកនិងពេលល្ងាចនៅចុងខែក្មួយនឹងទទួលបានប្រាក់ចំនួន80,000រៀលសម្រាប់ការងារនេះហើយក្មួយក៏ទទួលបានអាហារ2ពេលដែរនៅក្នុងមួយថ្ងៃឥឡូវប្រាប់ពូមកតើក្មួយអាចធ្វើការងារនេះបានដែរទេការថែទាំក្របីចំនួន70ក្បាលវាមិនមែនជារឿងងាយស្រួលទេប៉ុន្តែខ្ញុំគ្មានជំរើសផ្សេងទៀតឡើយហើយលើសពីនេះទៅទៀតពូសានគាត់ផ្ដល់អាហារ2ពេលផងដែរសម្រាប់មួយថ្ងៃមិនអីទេលោកពូខ្ញុំនឹងទទួលការងារនេះប៉ុន្តែខ្ញុំមានសំណើមួយតើខ្ញុំអាចនិយាយបានដែរឬទេយល់ព្រមឆាប់និយាយមកបើលោកពូមិនប្រកាន់ទេតើខ្ញុំអាចស្នើសុំលោកពូស្នាក់នៅក្នុងជនរកក្របីបានទេដោយសារតែខ្ញុំទើបតែមកដល់ភូមិនេះហើយមិនទាន់រកបានកន្លែងស្នាក់នៅទេពូសានគិតមួយសន្ទុះសម្លឹងមើលសីហាពីលើដល់ក្រោមហើយបន្ទាប់មកគាត់បាននិយាយថាមិនអីទេក្មួយសីហាអ្នកអាចស្នាក់នៅក្នុងជនរកក្របីបានបាទលោកពូអរគុណណាស់ចាប់ពីពេលនោះមកសីហាចាប់ផ្ដើមរស់នៅក្នុងជនរកក្របីនិងធ្វើការងាររបស់គាត់ជារៀងរាល់ថ្ងៃគាត់ភ្ញាក់ពីព្រលឹមសម្អាតលាមកចិញ្ចឹមក្របីនិងផ្ដល់ទឹកឲ្យពួកវាទាន់ពេលវេលាគាត់ធ្វើការងាររបស់គាត់ដោយភាពស្មោះត្រង់និងលះបង់ដោយពេញលេញពូសានក៏ចាប់ផ្ដើមចូលចិត្តការងាររបស់សីហាថ្ងៃមួយពូសានបានហៅសីហាដើម្បីមកជួបសីហាខ្ញុំពិតជាចូលចិត្តការងាររបស់ក្មួយណាស់ក្មួយមើលថែក្របីបានយ៉ាងល្អ
ដូច្នេះក្របីមើលទៅធាត់ធាត់ជាងមុនផងដែរហើយក្របីខ្លះក៏មានសុខភាពល្អផងដែរឥឡូវចាប់ពីថ្ងៃនេះតទៅខ្ញុំនឹងដំឡើងប្រាក់ខែដល់ក្មួយបានដល់1 លានរៀលជារៀងរាល់ខែបាទលោកពូអរគុណណាស់ជាច្រើនថ្ងៃបានកន្លងផុតទៅសីហាបន្តធ្វើការងាររបស់គាត់ដោយភាពស្មោះត្រង់និងខិតខំធ្វើការពេលនោះគាត់សន្សំបានប្រាក់ច្រើនគួរសមហើយក៏បានសាងសង់ខ្ទមតូចមួយសម្រាប់ខ្លួនឯងអើយការគេងនៅក្នុងជន្រុកក្របីធ្វើឲ្យខ្ញុំធុំក្លិនលាមកណាស់ឥឡូវនេះយ៉ាងហោចណាស់ខ្ញុំក៏អាចគេងលក់យ៉ាងស្រួលនៅក្នុងផ្ទះរបស់ខ្ញុំបានហើយចាប់ពីពេលនោះមកសីហាធ្វើការនៅក្រៅក្របីនិងញ៉ាំអាហារ2ពេលរួចត្រឡប់មកផ្ទះវិញដើម្បីគេងជាច្រើនឆ្នាំកន្លងផុតទៅដោយសារតែការខិតខំប្រឹងប្រែងរបស់គាត់សីហាបានសន្សំប្រាក់បានយ៉ាងច្រើនថ្ងៃមួយសីហាក៏បានទៅរកពូសានដើម្បីនិយាយជាមួយគាត់លោកពូសប្តាហ៍ថ្ងៃនេះអំពើលួចឆក់បានកើនឡើងច្រើនណាស់នៅក្នុងភូមិខ្ញុំបានសន្សំប្រាក់បានខ្លះហើយទុកវានៅផ្ទះរបស់ខ្ញុំប៉ុន្តែខ្ញុំបារម្ភវានឹងអាចត្រូវបានគេលួចលោកពូដឹងទេខ្ញុំធ្វើការនៅទីនេះពេញមួយថ្ងៃហើយត្រឡប់ទៅផ្ទះវិញតែពេលយប់ប៉ុណ្ណោះដូច្នេះខ្ញុំនៅតែព្រួយបារម្ភនឹងប្រាក់របស់ខ្ញុំអូមែនហើយក្មួយនិយាយត្រូវណាស់ថ្មីនេះមានករណីលួចជាច្រើនកើតឡើងហើយផ្ទះរបស់អ្នកនៅទទេស្អាតពេញមួយថ្ងៃហានិភ័យនៃការលួចមានពិតមែនពេលនោះពូសានគិតមួយសន្ទុះរួចក៏និយាយសីហាមានកន្លែងមួយគត់នៅក្នុងភូមិដែលលុយរបស់ក្មួយនឹងមានសុវត្ថិភាពហើយនោះគឺជាផ្ទះរបស់អ្នកមានម្នាក់នៅចុងភូមិដែលគេរកស៊ីចងការប្រាក់និងទទួលប្រាក់រក្សាទុកឲ្យប្រជាពលរដ្ឋផងដែរចងការប្រាក់មែនទេលោកពូមែនហើយម្ចាស់ផ្ទះមានភាពស្មោះត្រង់និងចិត្តល្អខ្លាំងណាស់ដោយដែលពូបានឮគាត់ក៏មានអ្នកយាមច្រើនអ្នកផងដែរដូច្នេះឱកាសនៃការលួចគឺទាបណាស់ក្មួយអាចយកលុយរបស់ក្មួយទៅផ្ញើទុកនៅទីនោះបានបាទមិនអីទេលោកពូថ្ងៃនេះខ្ញុំនឹងទៅជួបម្ចាស់ផ្ទះហើយប្រាប់ពីបញ្ហារបស់ខ្ញុំបន្ទាប់មកសីហាក៏បានទៅរកម្ចាស់ផ្ទះឈប់សិនហើយអ្វីបានជាអ្នកមកទីនេះបាទខ្ញុំចង់ជួបម្ចាស់ផ្ទះហើយខ្ញុំមានការងារខ្លះជាមួយគាត់តើអ្នកមានការងារអ្វីអូខ្ញុំចង់យកប្រាក់មកផ្ញើទុកជាមួយគាត់មិនអីទេអញ្ចឹងសូមអ្នកចូលទៅខាងក្នុងចុះជំរាបសួរលោកអ៊ំខ្ញុំឈ្មោះសីហាខ្ញុំធ្វើការឲ្យលោកពូសានខ្ញុំបានមកពីភូមិមួយផ្សេងទៀតដើម្បីរកការងារធ្វើនៅក្នុងភូមិនេះកាលពីប៉ុន្មានឆ្នាំមុនមិនអីទេសីហាតើអ្នកមានការងារអ្វីជាមួយខ្ញុំបាទលោកអ៊ំខ្ញុំបានធ្វើការឲ្យលោកពូសានអស់រយៈពេលជាច្រើនឆ្នាំមកហើយខ្ញុំបានសន្សំប្រាក់បានខ្លះប៉ុន្តែការលួចបានកើនឡើងនៅក្នុងភូមិដូច្នេះខ្ញុំមិនហ៊ានទុកវានៅក្នុងផ្ទះរបស់ខ្ញុំទេអូតើអ្នកសន្សំបានប្រាក់ប៉ុន្មានហើយប្រហែល12 លានរៀលអូនោះជាទឹកប្រាក់ដ៏ច្រើនបាទលោកអ៊ំខ្ញុំបានលើច្រើនអំពីភាពស្មោះត្រង់របស់លោកអ៊ំដូច្នេះខ្ញុំបានមកទីនេះដើម្បីយកលុយរបស់ខ្ញុំមកផ្ញើទុកជាមួយលោកអ៊ំមួយរយៈអ្នកបានឮត្រូវហើយលុយរបស់អ្នកនឹងមានសុវត្ថិភាពទាំងស្រុងពេលនៅជាមួយខ្ញុំសូមអ្នកកុំបារម្ភអីពេលនោះសីហាក៏ឲ្យលុយទៅម្ចាស់ផ្ទះដើម្បីរក្សាទុកនៅជាមួយគាត់នេះលោកអ៊ំទឹកប្រាក់ចំនួន10 លានរៀលសូមអ៊ំជួយរាប់វាផង
មិនចាំបាច់រាប់ទេអ្នកធ្វើការឲ្យពូសានហើយខ្ញុំទុកចិត្តអ្នកទាំងស្រុងហើយបាទអរគុណណាស់លោកអ៊ំឥឡូវខ្ញុំលែងខ្លាចចោលលួចប្រាក់របស់ខ្ញុំទៀតហើយអ្នកមិនចាំបាច់អរគុណខ្ញុំទេខ្ញុំគួរតែអរគុណអ្នកសម្រាប់ការទុកចិត្តមកខ្ញុំបន្ទាប់មកសីហាក៏ចាក់ចេញទៅផ្ទះរបស់គាត់វិញសីហាលុយរបស់អ្នកមើលទៅស្អាតណាស់ពេលនៅក្នុងដៃរបស់ខ្ញុំសីហាបន្តធ្វើការដោយស្មោះត្រង់ឲ្យលោកពូសាន2ឆ្នាំកន្លងផុតទៅយ៉ាងលឿនថ្ងៃមួយសីហាបានគិតថាខ្ញុំបានធ្វើការឲ្យលោកពូសានអស់រយៈពេលជាច្រើនឆ្នាំមកហើយគាត់ជាមនុស្សល្អប៉ុន្តែប្រសិនបើខ្ញុំចង់ទទួលបានជោគជ័យខ្ញុំគួរតែមានដីផ្ទាល់ខ្លួនហើយខ្ញុំនឹងទៅប្រមូលប្រាក់ដែលខ្ញុំបានសន្សំនិងប្រាក់ដែលខ្ញុំយកទៅរក្សាទុកជាមួយម្ចាស់ផ្ទះដើម្បីយកមកទិញដីមួយចំនួនដោយគិតដល់ចំណុចនេះសីហាក៏ទៅរកម្ចាស់ផ្ទះលោកអ៊ំអើយខ្ញុំមកយកលុយខ្ញុំវិញហើយខ្ញុំបានឲ្យលោកអ៊ំចំនួន10លានរៀលសម្រាប់រក្សាទុកអ្នកក្មួយប្រុសខ្ញុំមិនស្គាល់អ្នកទេតើអ្នកជានរណាលោកអ៊ំខ្ញុំឈ្មោះសីហាឆ្នាំមុនខ្ញុំបានយកលុយមកឲ្យអ៊ំដើម្បីរក្សាទុកមនុស្សជាច្រើនបានមករកខ្ញុំដើម្បីយកលុយតើអ្នកមានឯកសារអ្វីទេខ្ញុំគ្រាន់តែត្រូវការឯកសារប៉ុណ្ណោះតើលោកអ៊ំកំពុងតែនិយាយអ្វីនឹងខ្ញុំជឿជាក់លើភាពស្មោះត្រង់របស់អ៊ំទើបខ្ញុំយកលុយរបស់ខ្ញុំមកផ្ញើនៅទីនេះសូមអង្វរលោកអ៊ំសូមប្រគល់វាឲ្យខ្ញុំវិញមកខ្ញុំរកវាបានដោយការខិតខំប្រឹងប្រែងយ៉ាងខ្លាំងឈប់និយាយទៅបើឯងគ្មានឯកសារទេអ្នកយាមឆាប់ចូលមកវាភ្លាមពេលនោះម្ចាស់ផ្ទះបានបញ្ជាឲ្យអ្នកយាមរបស់គាត់វាដំសីហាយ៉ាងធ្ងន់ធ្ងរដោយរងរបួសនិងខូចចិត្តយ៉ាងខ្លាំងសីហាបានត្រឡប់មកផ្ទះវិញដោយសារតែគាត់ត្រូវបានគេវាយយ៉ាងធ្ងន់គាត់មិនមានកម្លាំងទៅធ្វើការអស់រយៈពេល2ថ្ងៃពេលនោះពូសានក៏បានមកជួបគាត់នៅផ្ទះតើក្មួយកើតអ្វីហ្នឹងលោកពូអើយម្ចាស់ផ្ទះបានបដិសេធមិនព្រមប្រគល់លុយឲ្យខ្ញុំវិញទេហើយថែមទាំងវាយដំខ្ញុំទៀតមិនបានជារឿងនេះកើតឡើងអញ្ចឹងនេះជារឿងធ្ងន់ធ្ងរណាស់ពូបានឮរឿងល្អៗពីគាត់ជាច្រើនសូមអភ័យទោសឲ្យពូផងវាជាកំហុសរបស់ពូបាទលោកពូមិនមែនជាកំហុសរបស់លោកពូទេវាគ្រាន់តែជាភាពលោភលន់របស់ម្ចាស់ផ្ទះមើលទៅខ្ញុំប្រហែលជាមិនបានលុយរបស់ខ្ញុំមកវិញទេសីហាកុំបារម្ភអីពូមានគម្រោងយកលុយក្មួយមកវិញពេលនោះពូសានបានប្រាប់ផែនការនោះទៅសីហាបាទមិនអីទេលោកពូសូមទេវតាជួយឲ្យផែនការនេះទទួលបានជោគជ័យផងនៅថ្ងៃបន្ទាប់ពូសានបានទៅរកម្ចាស់ផ្ទះជាមួយនឹងវ៉ាលីមួយដែលពោពេញទៅដោយលុយសួស្តីលោកពូខ្ញុំមានកិច្ចការត្រូវទៅធ្វើនៅខាងក្រៅមួយរយៈប៉ុន្តែខ្ញុំមានលុយចំនួន100លានរៀលខ្ញុំមិនទុកចិត្តអ្នកណាក្រៅពីលោកពូទេតើលោកពូអាចរក្សាវាឲ្យខ្ញុំបានទេអូពិតណាស់ខ្ញុំនឹងរក្សាទុកឲ្យខ្ញុំធានាថាលុយរបស់អ្នកនឹងមានសុវត្ថិភាពទាំងស្រុងភ្លាមនោះសីហាក៏បានដើរចូលមកអូសីហាខ្ញុំរៀបនឹងទៅជួបអ្នកហើយឲ្យខ្ញុំសុំទោសផងដែលខ្ញុំមិនបានស្គាល់អ្នកនៅថ្ងៃនោះនេះជាលុយរបស់អ្នកសូមអ្នកយកវាទៅវិញចុះពេលនោះម្ចាស់ផ្ទះបានប្រគល់ប្រាក់10លានរៀលទៅឲ្យសីហាវិញ
មើលទៅលោកពូមិនខុសពីគេនិយាយទេដោយភាពស្មោះត្រង់របស់លោកពូខ្ញុំនឹងទុកលុយរបស់ខ្ញុំនៅជាមួយលោកពូហើយភ្លាមនោះអ្នកបម្រើរបស់លោកពូសានបានដើរមកដល់រួចនិយាយទៅពូសានថាលោកម្ចាស់មិនចាំបាច់ធ្វើដំណើរទៅណាទេពួកពាណិជ្ជករកំពុងមកទីនេះហើយអូនេះជាដំណឹងដ៏ល្អបើដូច្នេះខ្ញុំមិនចាំបាច់ទុកលុយរបស់ខ្ញុំនៅទីនេះទេខ្ញុំសូមអរគុណហើយចំពោះភាពស្មោះត្រង់របស់លោកពូសានក៏យកលុយរបស់គាត់ហើយចាក់ចេញទៅផ្ទះរបស់គាត់វិញមានរឿងអ្វីនឹងមួយផ្លែតសោះខ្ញុំបានខាតបង់ប្រាក់ចំនួន110លានពេលនោះសីហាក៏បានទៅអរគុណទៅដល់លោកពូសានដែលជួយរៀបចំគម្រោងដើម្បីទទួលបានប្រាក់មកវិញលោកពូអរគុណលោកពូច្រើនណាស់បើគ្មានលោកពូទេខ្ញុំប្រហែលជាបាត់បង់ប្រាក់សន្សំរបស់ខ្ញុំអស់ហើយនៅពេលនេះបាទមិនអីទេសីហាអ្នកដែលរកលុយបានមកដោយភាពស្មោះត្រង់និងខិតខំប្រឹងប្រែងអ្នកទាំងនោះតែងតែមានទេវតាតាមជួយថែរក្សាហើយប៉ុន្តែសម្រាប់អ្នកដែលរកលុយមកដោយភាពលោភលន់និងភាពមិនស្មោះត្រង់ជនទាំងនោះរមែងតែមិនរីកចម្រើនទេហើយរឿងនេះក៏ចប់ត្រឹមនេះសូមពុកម៉ែបងប្អូនអត់ឱនអធ្យាស្រ័យរាល់កំហុសខុសឆ្គងនៅក្នុងវីដេអូនេះនិងសម្រាប់ការបញ្ចូលសំឡេងបើពុកម៉ែបងប្អូនចូលចិត្តវីដេអូនេះសូមកុំភ្លេចជួយ Subscribe ក៏ដូចជាចុច Like វីដេអូនេះម្នាក់មួយផង Channel លីហួរនិទានក៏សូមអរគុណនិងសូមជម្រាបលា